បាទសូមគោរពជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាជួបគ្នាជាបន្តទៀតសម្រាប់វីដេអូនេះខ្ញុំចង់ចែករំលែកទៅដល់បងប្អូនទាំងអស់គ្នាថាចាប់ពីខែ5នេះទៅសម្រាប់ម៉ាស៊ីនពណ៌សសចុះមកក្រោមគឺបងប្អូនមិនអាចទស្សនាបានពណ៌ច្រើនដូចមុនទេអញ្ចឹងដើម្បីបងប្អូនទាំងអស់គ្នាទស្សនាបាននៅពណ៌ច្រើនដូចមុនអញ្ចឹងបងប្អូនទាំងអស់គ្នាត្រូវយកម៉ាស៊ីនចាស់ទាំងអស់នោះមកដូរយកម៉ាស៊ីន DTH ពណ៌លឿងស៊េរីថ្មីប្រើជំនួសវិញនោះបងប្អូនទាំងអស់គ្នានឹងទទួលបាននៅរូបភាពកាន់តែស្អាតច្បាស់ជាងមុនហើយទស្សនាបានច្រើនប៉ុសដូចមុនដែរអញ្ចឹងសម្រាប់ពុកម៉ែបងប្អូនដែលទើបតែទិញប្រអប់ថ្មីជាឈុតក៏ដោយទិញតែប្រអប់ក៏ដោយឬក៏ធ្វើការដោះដូរជាមួយនឹងម៉ាស៊ីនស៊េរីចាស់ក៏ដោយអញ្ចឹងសម្រាប់ប្រអប់ថ្មីនោះចង់ដឹងថាមានអីខ្លះក្នុងហ្នឹងហើយខ្ញុំនឹងប្រាប់បងប្អូនខ្លះដើម្បីឲ្យបងប្អូនបានដឹងជាព័ត៌មានផងអញ្ចឹងពេលបងប្អូនបើកប្រអប់វាមកសំខាន់ជាងគេគឺម៉ាស៊ីន DTH ពណ៌លឿងនេះបងប្អូនណាហ្នឹងហើយម៉ាស៊ីន DTH ពណ៌លឿងនេះសំខាន់ជាងគេបងប្អូនមើលទៅហើយតាក់ទងនឹងម៉ាស៊ីននេះវាមានផតអញ្ចឹងខ្សែសេវាបងប្អូនយកទៅយកខ្សែសេវាចូលនេះមកខ្សែ HDMI ចេញពីនេះចូលទទួលរបស់យើងសម្រាប់ AV នេះដោយសារទទួលស៊េរីមុនគឺគេប្រើមានទទួលប៉ោងដែលដោតចូលមានពណ៌សពណ៌ក្រហមពណ៌លឿងអីហ្នឹងបងប្អូនប្រើហ្នឹងទៅតែភាគច្រើនឥឡូវវា HDMI ស្ទើរតែគ្រប់ទទួលហើយកន្លែងនេះគឺសម្រាប់ power របស់វាអូខេអញ្ចឹងទី2ទៀតគឺ tele នេះបងប្អូនអាចយក tele ស៊េរីចាស់យកមកប្រើជំនួសបានទេអញ្ចឹងមាន tele របស់ DTH នេះតែមួយគត់បញ្ជាទៅលើពណ៌លឿងសិតតបពណ៌លឿងហ្នឹងក៏ប៉ុន្តែបើសិនជាបងប្អូនមាន tele DTH ហ្នឹងខូចមាន tele នេះផ្សេងទៀតក៏ចុចត្រូវដែរគាត់ថាបើមិនអាចយកទៅប្រើជាមួយម៉ាស៊ីនស៊េរីចាស់បានទេហើយក៏មិនអាចយក tele ស៊េរីចាស់នេះយកមកប្រើម៉ាស៊ីនមួយពណ៌លឿងនឹងបានដែរមួយទៀតគឺនេះជាដំភ្លើងសម្រាប់បោះសិតតបហ្នឹងហើយមួយទៀតគឺខ្សែ AV គេចិនកាត់ប្រើទេប៉ុន្តែវាភ្ជាប់ទៅជាមួយដែរហើយទី3គឺខ្សែ HDMI ហើយអ្វីដែលសំខាន់បំផុតសម្រាប់បងប្អូនដែលទិញថ្មីបងប្អូនត្រូវទទួលបានប័ណ្ណធានានេះគឺមានសារៈសំខាន់ដែរទី1បងប្អូនត្រូវឲ្យជាងគាត់បំពេញថ្ងៃខែដែរនេះកន្លែងថ្ងៃដែលយើងទៅឡើងហ្នឹងហ្មងបន្ទាប់មកក្រុមហ៊ុនធ្វើការធានាជូន1ឆ្នាំអញ្ចឹងយើងបំពេញនៅកន្លងទី2នេះមកហើយដាក់ឈ្មោះជាងលេខតាញ់ប័ណ្ណនេះបើសិនជាអត់ក៏អត់អីដែរលេខអាស័យដ្ឋានបំពេញទៅហើយជាពិសេសលេខទូរស័ព្ទរបស់បងប្អូនអ្នកប្រើប្រាស់អតិថិជនបងប្អូនត្រូវតែដាក់បំពេញដែរមកហើយកន្លែងជាងដំឡើងនេះគឺដាក់ឈ្មោះរបស់ជាងបងជាងផ្ទាល់និងលេខទូរស័ព្ទរបស់គាត់ដែរតើតើនឹងលក្ខណៈពិសេសដោយសារចាប់ពីខែ5នេះទៅក្រុមហ៊ុនមានប្រូម៉ូសិនពិសេសក្នុងការចាប់ឆ្នោតយករង្វាន់អញ្ចឹងពេលដែលបំពេញរួចរាល់គឺយើងថតផ្ញើទៅខាងក្រុមហ៊ុនគេមានក្រុម Telegram គេហ្នឹងសម្រាប់បងជាងផ្ញើទៅហើយបងជាងផ្ទាល់ក៏ទទួលបានសិលឹកនឹងដែរដើម្បីយកទៅដាក់នៅក្រុមហ៊ុនដើម្បីធ្វើការចាប់ឆ្នោតសងសំណាងអញ្ចឹងបើប៉ះជូនចំกระดาษរបស់យើងអញ្ចឹងទៅអតិថិជនគាត់អាចមានរង្វាន់ឈ្នះច្រើនដែរគ្រឿងអេឡិចត្រូនិកដូចជាទទួល Smart TV ឆ្នាំងដាក់បាសអគ្គិសនីធុងបាស Bluetooth មានរង្វាន់អាវយឺតនិងសម្ភារៈប្រើប្រាស់ជាច្រើនទៀតអានេះសម្រាប់អតិថិជនហើយបើសិនជាចំស្លឹកនឹងដូចគ្នាសម្រាប់ជាងដែលមានឈ្មោះលេខទូរស័ព្ទនេះក្រុមហ៊ុនក៏មានជាកាដូលើកទឹកចិត្តដែរអាហ្នឹងមួយហើយមួយទៀតសម្រាប់បងជាងដែលធ្វើការដំឡើងជាប្រចាំខែបានច្រើនជាងគេក្រុមហ៊ុនក៏មានកាដូលើកទឹកចិត្តមកតង់ទៀតអញ្ចឹងបងប្អូនជាងទាំងអស់រស់រាន់ឡើងហ្នឹងជាជាមដាក់ជូនអតិថិជនឲ្យបានច្រើនហើយនឹងបំពេញឲ្យត្រូវលក្ខខណ្ឌដែលក្រុមហ៊ុនបានកំណត់ហ្នឹងហើយអញ្ចឹងសម្រាប់ព័ត៌មានបន្ថែមអីបងប្អូនអាចតាក់ទងនឹង Telegram ឬក៏លេខទូរស័ព្ទនៅខាងលើបានបាទអញ្ចឹងសម្រាប់វីដេអូនេះចង់ណែនាំបងប្អូនតែប៉ុណ្្នឹងទេដើម្បីឲ្យបានដឹងថា DTH យើងមានអីខ្លះហើយការធានានឹងយ៉ាងម៉េចអញ្ចឹងសម្រាប់វីដេអូនេះប៉ុណ្ណឹងសិនចោះបាទជួបគ្នានៅវីដេអូក្រោយជាបន្តទៀតសូមអរគុណសូមគោរពលាបាយបាយ